ជំរាបសួរអ្នកក្លាហានជ្រុលសច្ចធម៌ទាំងអស់គ្នាស្វាគមន៍មកកាន់រឿងរមូទេពជួសៀនដែលជាភាគបន្តតាចាស់ម្នាក់នេះគឺមកវិនមិនដឹងថាប្អូនប្រុសខាងនេះមាននាមត្រកូលអ្វីដែរមួយយន្តក៏បានណែនាំខ្លួនទៅខ្ញុំគឺមួយយន្តនាយកសាលាឆ្ងល់ក្នុងចិត្តគិតតែម្នាក់ឯងបើទោះបីជាគាត់មិនបានសួរក៏ដោយក៏លោកមកវិនមិនអាចយល់អំពីបញ្ហានេះហើយអាចឆ្លើយតបយ៉ាងរលូនលោកម្ចាស់មកវិនថែមទាំងសួរឈ្មោះរបស់គេទៀតផងថ្ងៃនេះសមត្ថភាពរបស់មួយយន្តហាក់ដូចជាខុសពីសពដងដូច្នេះគាត់ក៏បានស្រមៃទៅសពមួយដងមួយយន្តរបស់យើងការរដងគឺមិនអញ្ចឹងនោះទេនៅពេលដែលសិស្សសួរអីនោះគឺថាបើកសភៅមួយឆ្វេងមើលស្ដាំលក្ខណៈថាមិនជឿទុកចិត្តខ្លួនឯងអត់មានសភៅមើលមិនដឹងឲ្យឆ្លើយសិស្សយ៉ាងម៉េចសូម្បីតែនិយាយជាមួយសិស្សហ្នឹងក៏លោបនឹងឯងមិនបានប្រហែលពួកម៉ាក់គេនិយាយគ្នាផងហើយមេសិនអ៊ីតែងតែសួរជន់កែងគេរហូតនិយាយមួយម៉ាត់ទៅគឺគ្មានបានការឡើយដែលជាហេតុធ្វើឲ្យលោកនាយកសាលានេះគាត់គិតតែម្នាក់ឯងតើរដងគេលាក់បាំងមែនទេឯសិស្សសឹងក៏បានខ្សឹបគ្នាទៅលោកមកវុនគឺជានាយកសាលាណានយុនគឺជាសាលាជាន់ខ្ពស់នៅក្នុងអាណាចក្ររបស់យើងហើយគេក៏ល្បីល្បាញថាគាត់គឺជាគ្រូស្លថ្នាំផ្កាយ8សូម្បីតែគ្រូសាស្ត្រអត្រីក៏គោរពលោកម្ចាស់មកវិនក្នុងនាមជាភៀវកិត្តិយសដែរអាណាចក្រណានយុនរបស់យើងត្រូវបានវាយប្រហារដោយនគរ2អស់រយៈពេល1ឆ្នាំហើយលោកម្ចាស់មកវិនរកឃើញហួយយុនតានដែលបង្កើនសមត្ថភាពប្រយុទ្ធឲ្យទាហានរបស់អាណាចក្រណានយុនហើយបានបណ្ដេញពួកខ្មាំងសត្រូវចេញក្នុងពេលតែមួយសន្ទុះក្រោយពី170ឆ្នាំកន្លងទៅនេះក្រោយពីជួយសង្គ្រោះគ្រោះកាចដល់នគរលោកម្ចាស់មកវិនក៏រកឃើញថ្នាំឈីងសៀនតានផងដែរបន្តមកទៀតលោកម្ចាស់មកវិនក៏និយាយជាមួយនឹងទូប្រុសយើងបន្តទៀតថ្នាំចចកខ្យល់ហើយនឹងផ្លែឈើគុជពណ៌ស្វាយមានគ្រប់ទីកន្លែងបើយើងជោគជ័យក្នុងការចម្រាញ់ជូលីងតានកម្លាំងនៃអាណាចក្រណានយុននឹងកាន់តែកើនឡើងជាលំដាប់ជាមិនខានមួយយន្តក៏ថាអញ្ចឹងល្អហើយគាត់ក៏បានបន្តទៀតថាថ្នាំហួរឈីវអាចជួយអ្នកហ្វឹកហាត់យុទ្ធសិលនៅដំណាក់កាលទី9ឲ្យប៉ះនឹងរនាំងដំណាក់កាលទី10នៃកម្រិតទី1វាអាចត្រូវបានពង្រឹងដោយស្មៅសូត្រពណ៌សទោះបីជាមានបរិមាណតិចក៏ដោយទោះបីជាអ្នកហ្វឹកហាត់យុទ្ធសិលដែលទម្លាយទៅក្នុងអាណាចក្រនោះឈានមួយជំហានក៏ដោយរាងកាយរបស់គេនឹងមិនសល់ស្នាមជាប់ខ្មៅមួយយន្តរបស់យើងក៏បានថាអញ្ចឹងប្រាឈាមយ៉ាងលីងដើម្បីសមតុល្យវាទៅមកវិញនឹងអែលពុកមាត់ហើយក៏បានថាឈាមរបស់យ៉ាងលីងឈាមរបស់គេគឺពោពេញទៅដោយកម្លាំងល្អណាស់សម្រាប់ការពង្រឹងភាពតានតឹងនៃស្មៅសូត្រពណ៌សអស្ចារ្យនៅសល់បញ្ហាមួយទៀតតាចាស់ម្នាក់នេះពិតជាចង់សុំការណែនាំថាមកពលនៃថ្នាំឈាមតើយើងអាចបង្កើនវាដោយរបៀបណាមួយយន្តក៏បានថាប្រើឬស្មៅឈាមគាត់ក៏បានថាស្មៅឈាមតើរោគវាដោយរបៀបណាទៅមួយយន្តរបស់យើងក៏បានបើកសភៅមេរៀនហើយក៏បានចាប់ផ្ដើមណែនាំបើសិនជាគ្មានស្មៅឈាមទេនោះប្រើបេះដូងសត្វទៅឬក៏ឈាមសត្វក្តាន់ផ្លែឈើសិង្ហក៏មានប្រសិទ្ធភាពដូចគ្នាមកវិញគាត់ក៏បានថាលោកមួយជាទីគោរពរបស់លោកពិតជាមិនមែនជាមនុស្សធម្មតាទេគ្រឿងផ្សំឱសថដែលជាកង្វល់របស់ខ្ញុំទាំងអស់លោកបាននិយាយយ៉ាងរលូនបដិញ្ញាចិត្តធ្វើជាគ្រូនៅក្នុងសាលាតូចតាចបែបនេះគឺពិតជាមិនធម្មតាពិតមែនប្អូនប្រុសមួតាចាស់ម្នាក់នេះនៅតែមានសំណួរខ្លះមួយយន្តរបស់យើងក៏បានថាអធិស្ឋានផងថ្នាក់របស់ខ្ញុំដល់ម៉ោងសម្រាប់ឲ្យខ្ញុំត្រឡប់ទៅផ្ទះនាយកសាលាក៏និយាយណែលោកម្ចាស់មកកំរនឹងសួរអ្នកណាណាអាល្អិតឯងនេះពិតជាគ្មានការអត់ធ្មត់ទាល់តែសោះនិយាយសម្លុតដាក់ទូប្រុសយើងបែបនេះលោកម្ចាស់មកក៏សម្លឹងមកគាត់តែម្ដងលោកម្ចាស់មកក៏បានសុំទោសទូប្រុសយើងហើយក៏ចង់ទៅផ្ទះរបស់គេដែរនាយកសាលាក៏បានងក់ក្បាលបង្ហាញប្រាប់មួយយន្តរបស់យើងថានេះគឺជាកិត្តិយសគេណាស់អញ្ចឹងណាមួយយន្តរបស់យើងក៏បាននិយាយជាមួយគាត់ឡើងធម្មតាលោកចង់ទៅក៏ទៅហើយលោកម្ចាស់មកក៏បានទៅតាមទូប្រុសយើងធម្មតាទៅប៉ុន្តែលោកនាយកសាលានេះគាត់ឆ្ងល់មែនតើថ្ងៃនេះមួយយន្តមិនក៏ចិត្តចង្អៀតម្លេះថ្ងៃនេះបើសិនជាគេហ៊ានទៅប៉ះពាល់ដល់លោកម្ចាស់មកវិញឲ្យគាត់អានចិត្តនោះក្នុងនាមជានាយកសាលាគាត់នឹងដាក់ទោសទូប្រុសយើងហើយរីឯសិស្សនៅក្នុងឋានៈនាំគ្នាឆ្ងល់អំពីសកម្មភាពរបស់ទូប្រុសយើងហើយតើគេនៅតែជាគ្រូសម្រាមរបស់ពួកគេទៀតអត់ហ្នឹងហើយឈុតបន្ទាប់ទៀតពេលនេះគឺថាមួយយន្តរបស់យើងបានមកដល់ផ្ទះហើយក្នុងពេលនោះមេការនៅក្នុងផ្ទះក៏បាននិយាយជាមួយគេប៉ុន្តែសម្ដីមិនគោរពគេទេណាអ្នកទាំងអស់គ្នាអ្នកប្រុសមួចាស់ទុំមួយចំនួនព្រមទាំងព្រឹត្តិការណ៍នៅក្នុងគ្រួសារកំពុងតែរងចាំលោកនៅខាងក្នុងបន្ទប់ឯណោះការបើឃើញមេការនេះទូប្រុសយើងក៏នឹកទៅដល់អតីតកាលរបស់មួយយន្តល្ងីល្ងើកាលមុនណាតានឹងពេលបើកប្រាក់ខែឲ្យមនុស្សនៅក្នុងផ្ទះសូម្បីតែអ្នកបម្រើធម្មតាក៏បើកលុយគេដែរប៉ុន្តែទូប្រុសយើងគឺជាអ្នកប្រុសបែរជាមិនទទួលបានប្រាក់ខែទេគេថាគេសន្សំទុកឲ្យហើយមួយយន្តល្ងីល្ងើកាលនោះគឺខ្លាចគេខ្លាំងណាស់មិនហ៊ានសូម្បីតែតមួយម៉ាត់គេថាទុកឲ្យក៏ទុកទៅឯងញ័រតែត្រូវដូចកូនសត្វចឹងតើហើយពេលដែលកាត់មកបច្ចុប្បន្នពេលទូប្រុសយើងកំពុងតែដើរគេក៏បានពាំងផ្លូវមួយយន្តរបស់យើងក៏បានសួរមានបញ្ហាអីតានឹងក៏បានថាខុសអីមែនទេនេះចង់មានថាម៉េចចង់សួរខ្ញុំថាមានរឿងអីកើតឡើងមែនទេអ្នកដឹកនាំគ្រួសារកំពុងតែប្រជុំជាមួយនឹងព្រឹត្តិការណ៍ពិភាក្សាអំពីការរៀបការរបស់លោកហើយចង់ជួបលោកជ្រើសរើសថ្ងៃរៀបការឬតូចតាចបែបនេះយើងក៏ត្រូវដោះស្រាយដែរពិតជាបង្កបញ្ហាមែនទូប្រុសយើងក៏ថារៀបការគាត់នឹងក៏ថានៅឈោអីទៀតមិនកុំឆាប់ចូលទៅអាសម្រាមល្ងើ
លោកម្ចាស់មកក៏បានថាយ៉ាងណាមួយយន្តក៏ជាអ្នកប្រុសម្នាក់ដែរត្រូវបានស្ដីបន្ទោសដោយអ្នកបម្រើម្នាក់ពិតជាប្រេះផ្ដាស់ពេកហើយនាយកសាលាក៏បានប្រាប់គាត់ថាលោកម្ចាស់លោកមិនដឹងទេឯមួយយន្តរបស់យើងនេះមិនមួយយន្តពីមុនណាគេក៏បានថាដំណាក់កាលទី1កម្រិតទី1ហ៊ាននិយាយបែបនេះដាក់យើងផងដើរមកដល់អាមកកំភ្លៀងមកប៉ាក់ឯងហ៊ានវាយយើងថែមម្ដាយទៀតតែប៉ាក់ដួលអុកគុទិសវាយឯងដែលខ្វះការគូសំចាំណាយើងគឺជាអ្នកប្រុសរបស់ឯងគឺជាអ្នកបម្រើម្នាក់ធ្វើឲ្យយើងខឹងបែបនេះម្ដងទៀតថ្ងៃខាងក្រោយនោះមិនមែនគ្រាន់តែវាយឯងបែបនេះនោះទេមានតែវាយច្រើនជាងនេះរួចក៏បានដើរចូលផ្ទះយ៉ាងសង្ហាតែដើរបណ្ដើមើលរាងកាយរបស់ខ្លួនឯងបណ្ដើឃើញថាកម្លាំងគឺអន់ខ្លាំងរាងកាយនេះគឺវាអន់មែនតើអ្នកទាំងអស់គ្នាដូច្នេះរឿងដែលសំខាន់ពេលនេះគឺគេត្រូវបង្កើនសមត្ថភាពរាងកាយរបស់គេជាមុនសិនឯនាយកសាលាបៃយន្តរបស់យើងក៏បានប្រាប់រឿងរ៉ាវខ្លះតាក់ទងនឹងតួប្រុសរបស់យើងឲ្យលោកម្ចាស់មកស្ដាប់ចឹងទៅថាដោយសារតែសមត្ថភាពមូលដ្ឋានគ្រឹះរបស់គេខ្សោយពេកទើបត្រូវបានអ្នកដទៃមើលងាយថ្ងៃនេះគឺខុសពីរាល់ដងទាំងស្រុងតែម្ដងលោកម្ចាស់មកក៏បានថាមនុស្សដែលមិនអាចវឹកហាត់រាងកាយឲ្យបានរឹងមាំត្រឹមតែកម្រិតទី1ក៏មិនបានផងនោះបែរជាធ្វើអ្វីៗច្បាស់លាស់បែបនេះមួយយន្តនេះច្បាស់ជាមិនធម្មតាទេយើងងាកមកមើលក្នុងបន្ទប់ប្រជុំវិញម្ដងពេលនេះយើងឃើញតែចាស់ចាំងកំពុងតែជួបជុំគ្នានោះឯងលោកម្ចាស់ឈីនយន្តកូនប្រុសរបស់ខ្ញុំគឺជាកូនជិតស្និទ្ធបំផុតប៉ុន្តែបើនិយាយទៅនៅពេលដែលលោកជួបគេផ្ទាល់នោះប្រហែលជាលោកមិនពេញចិត្តគេឡើយលោកម្ចាស់ឈីនក៏បានថាមេគ្រូសាមូលោកនិយាយលេងហើយមួយយន្តគឺជាមនុស្សជិតស្និទ្ធម្នាក់ប៉ុន្តែកូនស្រីរបស់ខ្ញុំយ៉ាលោកក៏ដឹងដូចគ្នាពេលនេះអាពាហ៍ពិពាហ៍រវាងគ្រូសាទាំងពីររបស់យើងឈីនហើយនឹងមូគឺដើម្បីលាតត្រដាងមនុស្សជាច្រើនអ្នកដោយមានចេតនាទុច្ចរិតដូច្នេះហើយទៅគ្រូសាវាងហើយនឹងគ្រូសាស៊ីមិនហ៊ានមកព្រាមនោះទូប្រុសយើងក៏បានចូលមកលោកពងខ្ញុំឮថាលោកពុករកខ្ញុំហើយគេក៏បានដើរចូលយ៉ាងសង្ហាឪពុកក៏បានណែនាំគេជីននេះគឺជាមេគ្រូសាឈិនលោកម្ចាស់ឈិនហើយនៅនាងឈិនឈ្មោះពេញឈិនមងយ៉ាវឃើញស្រីស្អាតហើយទូប្រុសយើងក៏គិតយ៉ាងនេះឆ្នេះថារូបរាងបែបនេះតើនាងបាំងមុខព្រោះតែនាងស្អាតមែនទេភាពស្រស់ស្អាតដែលមិនអាចប្រៀបផ្ទឹមបានវាគ្រាន់តែថាខ្ញុំអាចមើលឃើញត្រឹមតែស្បែកមុខរបស់នាងមិនដឹងថាពេលដោះស្បែកមុខស្អាតប៉ុណ្ណានោះទេគិតចប់ក៏និយាយជាមួយឪពុកទៅលោកពុករកកូនតែមែនទេគាត់ក៏បានថាហ្នឹងហើយយន្តគ្រូសារបស់កូននឹងរៀបការកូនជាមួយនឹងគ្រូសាឈិនពុកបានរើសគ្រូសាល្អមួយឲ្យកូនហើយដូច្នេះទូប្រុសក៏និយាយកាន់ខ្ញុំបដិសេធព្រឹទ្ធាចារ្យគ្រូសាមូគេក៏បានស្រែកថាចូលចេះរឿងរស់ព្រឹទ្ធាចារ្យម្នាក់នេះមានឈ្មោះថាមូហ្វឹងយន់គ្រាន់តែឃើញមុខគាត់ភ្លាមទូប្រុសយើងក៏រំលឹកតាអតីតកាលឲ្យយើងស្គាល់ផងដែរតានេះឯងធ្វើឲ្យក្មេងៗនៅក្នុងគ្រួសារនេះមើលងាយទូប្រុសយើងនោះធ្វើបាបសង្កត់សង្កិនវាយគ្នាឲ្យគ្នាព្រុសអីក៏មានដែរណាបងប្អូនគ្នាកាត់មកបច្ចុប្បន្នវិញតានឹងក៏បានថាមួយយន់នាងឈិនគឺដូចជាទេពអប្សរមួយរូបនាងរៀបការជាមួយឯងដោយសារតែគុណសម្បត្តិគ្រួសាររបស់យើងឯងគ្រាន់តែជាសម្រាមនៅក្នុងគ្រួសារតែនរណាចង់រៀបការជាមួយឯងទៅមេគ្រួសារបានរៀបចំមង្គលការនោះឲ្យឯងអស់ពេលជាយូរហើយមួយយន្តក៏បានថាព្រឹទ្ធាចារ្យបាច់ស្រែកទេខ្ញុំមិនមែនថ្លង់ទេនាងឈិនគឺពិតជាស្រីស្អាតខ្ញុំគឺពិតជាសម្រាមនៅក្នុងគ្រួសារអញ្ចឹងហេតុអីក៏មិនឲ្យមូសារៀបការជាមួយទៅគេជាចៅសំណាប់របស់លោកមើលទៅដូចជាស័ក្តិសមខ្លាំងណាស់តើលោកបដិសេធតានឹងចង់និយាយដែរប៉ុន្តែមិននឹងនិយាយពីអីខ្លាចលោកនិយាយទៅប៉ះពាល់គ្រួសារឈិនដែលកំពុងទៅអង្គុយនឹងព្រឹទ្ធាចារ្យម្នាក់ទៀតក៏បានថាមួយយន្តហើយបានខ្លាចទៅជាសមាជិកនៃគ្រួសារនៅក្នុងទីក្រុងបៃយ័ននេះអស់មួយទសវត្សរ៍ហើយតែឯងបានធ្វើអីខ្លះដើម្បីគ្រួសារតែឯងចង់នៅក្នុងគ្រួសារឲ្យគេចិញ្ចឹមឯងពេញមួយជីវិតចឹងទៅអីមួយយន់ក៏បានតបអីយ៉ាមួយយន់មូឡាងពួកគេគឺថាស៊ីច្រើនជាងខ្ញុំស៊ីទៅទៀតតើពួកគេមិនល្អជាងខ្ញុំទេឬគេហាក់ដូចជាមិនបានចូលរួមធ្វើអីជាមួយគ្រួសារផងមូហ្វឹងយន់គេក៏បានថាមួយយន់ឯងអាចប្រៀបធៀបជាមួយពួកគេបានដែរអីគេនឹងខ្លាយទៅជាសសរស្តម្ភនៃគ្រួសារមូនៅពេលអនាគតពួកគេម្នាក់សុទ្ធតែមានទេពកោសល្យចូលឯងគិតតែខ្លួនឯងនឹងគឺជាស្អីបន្ទាប់មកមេកាគេក៏បានរត់មកស្រែកហៅឲ្យប្រធានគ្រួសារក៏ដូចជាព្រឹទ្ធាចារ្យទី2ជួយរយយុទ្ធធម៌គេផងគឺគេចង់រាយការណ៍រឿងទូប្រុសយើងវាយគេនឹងនោះឯងមកដល់ភ្លាមត្អូញត្អែតប៉ែលោតពេញនឹងអ្នកទាំងអស់គ្នាគិតថាមួយយន្តមួយនេះល្ងីល្ងើមិនចេះតវ៉ាដោយការមុននោះបោកបាច់ច្រើនណាព្រឹទ្ធាចារ្យទី2គេក៏បានថាឯងជ្រុលពេកឯងមួយយន្តមេកាគឺជាអ្នកបម្រើនៅក្នុងគ្រួសាររបស់យើងជាង20ឆ្នាំគាត់ស្មោះត្រង់ខ្លាំងណាស់ឯងហ៊ានវាយគាត់អីមួយយន្តក៏បានតបទៅហេតុអីវាយគេមែនទេក្នុងនាមជាអ្នកបម្រើម្នាក់ស្រែកដាក់ម្ចាស់របស់ខ្លួនទី1ការរារាំងផ្លូវគឺជាការប្រមាថដល់ម្ចាស់តែមិនគួរដាក់ទោសគេទេឈប់និយាយមួយយន្តយើងគិតថាឯងនេះគឺជាបញ្ហាហ៊ានវាយអ្នកបម្រើឯងលេងគ្រប់ច្បាប់គ្រួសារហើយមួយយន្តក៏បានសួរវិញច្បាប់គ្រួសារមែនទេអញ្ចឹងលោកប្រើវិធីសាស្ត្របង្ខំខ្ញុំរៀបការគឺជាច្បាប់គ្រួសារដែរលោកពុកទោះយ៉ាងណាក៏ដោយខ្ញុំមិនព្រមរៀបការតាមគ្រួសាររៀបចំនោះទេមូហ្វឹងយន្តគេក៏បានទះតុកប៉ឹងឯងមិនចង់រៀបការក៏ត្រូវតែយល់ព្រមដែរក៏ចង់ឲ្យវាយទូប្រុសរបស់យើងក៏បានថាយ៉ាងម៉េចសម្លក់ខ្ញុំបែបនេះចង់វាយខ្ញុំមែនទេរួចក៏បានស្រ័យទៅហៅអ្នកខាងក្រៅនាយកសាលាលូមានអ្នកខ្លាំងចង់វាយគ្រូរបស់សាលាបៃយ័នហើយតើលោកមិនចង់ខ្វល់រឿងនេះទេអីនាយកសាលាគឺរៀនខ្លាចដែរក៏មិនចង់ចូលមកទេក៏ប៉ុន្
តែលោកម្ចាស់មកក៏បានសញ្ញោឲ្យចូលទៅហើយលោកម្ចាស់មកក៏ដើរតាមក្រោយគាត់មិនបានបង្ហាញពីអត្តសញ្ញាណរបស់ខ្លួនឡើយចូលមកដល់គូសមទៀតមេគ្រូសាមួយសំទោសផងដែលរំខានណាមូហ្វឹងយន់ឃើញដូច្នេះក៏លេងហ៊ានធ្វើរឿងផ្ដេសផ្ដាស់ទៀតហើយឯទូប្រុសយើងក៏បានដៀងភ្នែកមកកាន់លោកគ្រូលូចឹងទៅលោកគ្រូលូគាត់ក៏បាននិយាយគូសមសំទោសផងដែលមកបានអញ្ជើញគ្រប់គ្នាក៏ទទួលគាត់ឲ្យរាក់ទាក់ដូចគ្នានឹងហើយប្រតិចាំមូហ្វឹងយន់នឹងគេក៏បានអែបអបចឹងដែរដើរមកចិត្តទូប្រុសយើងក៏ខ្សឹបទៅអាឡិតចុងរៃយោមិនបានជាទាយើងចូលដែរចឹងទៅដល់កៅអីក៏ចង់ឲ្យលោកម្ចាស់មកអង្គុយប៉ុន្តែលោកម្ចាស់មកក៏ផ្ដល់ឱកាសគាត់អង្គុយលាក់អត្តសញ្ញាណសិនប្រតិចាំមូនឹងគេក៏បានថាលោកគ្រូលូខ្ញុំមិននឹកស្មានថាថ្ងៃនេះលោកគ្រូមកសោះពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់នាយកលូគាត់ក៏បានថាលោកគ្រូមួយយន្តគឺជាលោកគ្រូរបស់សាលាយើងការមកសួរសុខទុក្ខគួរតែជាការគួរសមមួយដែរប្រតិចាំមូក៏បានថាលោកគ្រូលូលោកនិយាយប្រកាសទៅនេះមួយយន្តនេះគឺជាក្មេងដែលមិនស្ដាប់វិន័យគ្រួសារហ៊ានវាយអ្នកបម្រើផ្ដេសផ្ដាស់គេត្រូវតែទទួលបានការអប់រំឲ្យបានតឹងរឹងនាយកសាលាគិតតែម្នាក់ឯងបង្រៀនគេអីកុំឲ្យយកបញ្ហាដាក់ខ្ញុំណាបើសិនក្មេងនេះត្រូវបានលោកម្ចាស់មកវិញចូលចិត្តនោះប្រហែលជាខ្ញុំត្រូវការពារគេទៅវិញទេគិតរួចក៏បាននិយាយទាំងអឹមអៀនទៅក្មេងត្រូវតែរៀបការជាមួយនរណាម្នាក់ដែលគេចង់រៀបការជាមួយមិនថាអញ្ចឹងអីប្រធានគ្រួសារមូលោកម្ចាស់មូក៏ថាត្រូវហើយប្រតិចាំសក់ខ្មៅក៏ថាប្រធានគ្រួសារអញ្ចឹងមិនត្រូវទេមួយយន្តមិនដែលចូលរួមកិច្ចការគ្រួសារមូ10ឆ្នាំពេលនេះគ្រួសារឈិនគ្រួសារមូចង់ឲ្យពួកគេរៀបការជាមួយគ្នាសម្រាប់នេះមិនត្រឹមតែមិនបានចូលរួមជួយដល់គ្រួសារឡើយថែមទាំងវាយអ្នកបម្រើរបស់ខ្ញុំដែលបានចូលរួមកិច្ចការគ្រួសារមូអស់ជាច្រើនឆ្នាំឯងត្រូវតែប៉ះប៉ូវជាសាធារណៈដល់អញ្ចឹងម្នាក់និយាយមិនចេញនោះទេលោកម្ចាស់មកក៏បាននិយាយតែម្ដងសំដីបែបនេះមិនគួរណាចេញពីមាត់ព្រឹទ្ធាចារ្យដូចជាលោកសោះត្រូវដែរទេមេកានោះមិនបានគ្រប់មួយយន្តជាមុនទើបត្រូវបានគេទះហើយគាត់នៅតែសម្លឹងមុខគេទៀតហើយលោកក្នុងនាមជាព្រឹទ្ធាចារ្យនៃគ្រួសារបែរជាមិនអាចបែងចែកខុសនឹងត្រូវបានស្រាប់តែភ្លាមទម្លាក់កំហុសមកលើមួយយន្តទាំងអស់ដោយមិនរើសអើងសូម្បីតែបន្តិចព្រឹទ្ធាចារ្យនឹងខឹងក៏បានជេរមកកាន់លោកម្ចាស់មកតែម្ដងតាកាចាស់នេះគឺជាបញ្ហារបស់គ្រួសារមូតើមានស្អីពាក់ព័ន្ធជាមួយលោកឯងលោកម្ចាស់មកក៏បានថាវាមិនពាក់ព័ន្ធស្អីជាមួយខ្ញុំទេវាគ្រាន់តែថាតាកាចាស់នេះគឺជាភ្ញៀវរបស់អ្នកប្រុសមូថែមតែពេលដែលចូលមកដល់នោះក៏បានឃើញព្រឹត្តិការណ៍បែបនេះតើនេះជារបៀបដែលគ្រួសារមូទទួលភ្ញៀវមែនទេព្រឹទ្ធាចារ្យនឹងក៏បានថាភ្ញៀវនាយកសាលាលូទៅជាភ្ញៀវលោកគិតតែខ្លួនឯងគឺជាអ្នកណាក្រអឺតក្រទមក្នុងបញ្ហារបស់គ្រួសារអ្នកដទៃលោកឆាប់ចេញពីគ្រួសារមូភ្លាមនាយកសាលាលូយើងក៏បានគោះតុកប៉ាំងបានហើយព្រឹទ្ធាចារ្យនឹងក៏បានថានាយកសាលាលូអាគាត់នេះនាយកសាលាលូក៏និយាយកាត់មូហ្វឹងឈីងតើលោកប្រហើនប៉ុណ្ណាថ្លើមដោះរោមហើយអីលោកម្ចាស់មកវិញគឺជាភ្ញៀវដែលលោកគ្រូមួយយន្តជាអ្នកអញ្ជើញមិនបានជាលោកប្រហើនថ្លើមដោះរោមបែបនេះដល់តលឺថាគាត់គឺជាលោកម្ចាស់មកវិញទៅគ្រប់គ្នាធ្វើការគោរពមកកាន់គាត់មូហ្វឹងឈីងគេក៏បានថាមកវិញនាយករងរបស់សាលាអត្តរិទ្ធណានយន្តជើងទាំងពីរក៏បានឈរលេងជាប់លុតជង្គង់ក្រឹបក្បាលអោនចុះតែម្ដងលោកម្ចាស់មកអធិស្ឋានខ្ញុំផងខ្ញុំពិតជាមិនដឹងថាលោកជាអ្នកណានោះទេសូមកុំយកទុកក្នុងចិត្តអីលោកម្ចាស់មកក៏បានថាតាកាចាស់ម្នាក់នេះគ្មានសេចក្តីប្រកាន់ស្អីនោះទេតាកាចាស់ម្នាក់នេះគ្រាន់តែមកទីនេះជាមួយនឹងប្អូនប្រុសមួយយន្តក្នុងនាមជាភ្ញៀវតែប៉ុណ្ណោះសូមទោសយើងមានប្រយោជន៍ស្អីទៅគិតថាប្អូនប្រុសមូនោះយ៉ាងម៉េចដែរក៏បានលូនមករកតួប្រុសរបស់យើងតែម្ដងឆាប់ឡើងមួយយន្តណើយឆាប់ជួយពូទី2របស់ឯងជួយនិយាយឲ្យពូឯងផងមួយយន្តរបស់យើងក៏បានថាជួយនិយាយអីបើសិនជាគាត់មិនមែនជាលោកម្ចាស់មកវិញទេនោះខ្ញុំខ្លាចតែថាលោកនេះបង្កគ្រោះថ្នាក់ដល់គ្រួសារខ្ញុំផងក៏បានបោះគាត់ចេញហើយក៏បានថាទៅលោកពុកយន្តគឺពិតជាចង់សម្រេចចិត្តមង្គលការដល់ខ្លួនឯងពិតមែនយន្តនៅតែមានភ្ញៀវរឡើយយន្តសុំចេញទៅមុនហើយឪពុកក៏បានអនុញ្ញាតទូប្រុសរបស់យើងក៏បានចាក់ចេញទៅហើយលោកម្ចាស់មកវិញគាត់ក៏បានតាមទូប្រុសយើងឡើងស្អិតដូចតកែចំណែកឯនាយកសាលាលូក៏បាននិយាយជាមួយលោកម្ចាស់មូទៅដោយសារតែមួយហ្វឹងឈីងបានប៉ះពាល់ជាមួយនឹងលោកម្ចាស់មកហើយដូច្នេះគាត់មិនហ៊ានដំឡើងតំណែងព្រឹទ្ធាចារ្យទាំងពីរឲ្យព្រឹទ្ធាចារ្យនឹងនោះទេឲ្យគេទៅរកសាលាផ្សេងទៅតាពីអ្នកនឹងមានអីទេអុកគូទិសទាំងពីរនឹងទៅមួយហ្វឹងយន់គេខឹងមែនតែនមួយយិន